រីឆ្នាំ2025 ក៏ដោយឲ្យតែខាងក្រុមហ៊ុនផលិតរួចរាល់ខាងក្រុមហ៊ុន Havon Auto នាំចូលមុនគេតែម្ដងចាំបងប្អូននេះគឺជារថយន្ត Escalade Sport Platinum ដែលជារថយន្តថ្មីខ្លាញ់កទើបតែនាំចូលក្តៅបងសំខាន់សេរីឆ្នាំ2026ទៀតបងគឺពិសេសមែនតើចែកទៅក្រុមហ៊ុនណាដឹងឯងក្រុមហ៊ុន Havon Auto មិនថាជាឡាន model អីឆ្នាំណាសេរីណាខ្ពស់ប៉ុណ្ណាថ្លៃប៉ុណ្ណាក្រុមហ៊ុន Havon Auto មានទាំងអស់តែម្ដងបងចង់បងដូចបងឃើញចឹងរថយន្ត Escalade 2026នេះឃើញថាស្អាតខ្លាំងមែនតើចំពោះផ្នែកខាងមុខក៏គឺគេផ្លាស់ប្ដូរទៅលើពោវាបែប Slate គឺខុសពី2025ក៏ប៉ុន្តែ option ខាងក្នុងអីគឺភាគច្រើនដូចគ្នាស្ទើរតែទាំងអស់តែម្ដងបងអ្វីដែលវាខុសពីគេហ្នឹងគឺឆ្នាំ2026ឆ្នាំថ្មីតែម្ដងបងហើយរថយន្តហ្នឹងក៏បំពាក់មកជាមួយនឹង slide មួយដែលបងអាចបញ្ជា option លើនឹងផ្ទាល់ហើយក៏បំពាក់មកជាមួយនឹង Valentine cup holder សម្រាប់បងដាក់កែវកាហ្វេហើយបំពាក់មកជាមួយនឹងកន្លែងដែលបងអាចដាក់ភេសជ្ជៈដាក់ទឹកបានទៀតបងផ្នែកខាងក្រោយនេះហ៎ហើយខាងលើនេះវិញក៏បំពាក់មកជាមួយនឹង touch screen ដងវែងគឺស្អាតប្លែកមែនតើបងកន្លែងដែលបងនិយាយថាអាចដាក់ទឹកបានហ្នឹងគឺកន្លែងនេះបងគឺវាធំទូលាយបងអាចដាក់ទឹកហើយបងកន្លែងហ្នឹងក៏អាចសាកថ្មទូរស័ព្ទបានទៀតគឺទំនើបមែនតើហើយចំពោះរថយន្តហ្នឹងដែរបងស្បែកកៅអីគេគឺមាំមែនតើហើយកន្លែងសេរីកៅអីគេគឺនៅជាប់នឹងកៅអីផ្ទាល់អញ្ចឹងងាយស្រួលមែនតើអញ្ចឹងបងអាចមកមើលកន្លែងមកមើលជួរទី2វិញម្ដងទី2ហ្នឹងក៏ដូចជាអត់មានផ្លាស់ប្ដូរអីច្រើនដែរបងភ័យច្រើនគឺដូចតែ2025ដែរគ្រាន់តែវាខុសឆ្នាំនិងខុសឆ្នាំផលិតទេបងហើយចំពោះរថយន្តផ្នែកខាងក្រោយហ្នឹងដែរក៏ពាក់មកជាមួយនឹង touch screen ដល់ទៅ2របៀបដូចជាទូអញ្ចឹងដែរបងអាចទស្សនាភាពយន្តឬមួយក៏កូនមកបងកំសាន្តបានហើយចំពោះផ្នែកខាងក្រោយក៏ពាក់មកជាមួយ cup holder មកគូទៀតដែរគឺសម្បូរមែនតើកន្លែងដាក់កែវកាហ្វេបងហើយកន្លែងសាកថ្មក៏សម្បូរច្រើនដែរទាំងក្រោយទាំងមុខគឺមានទាំងអស់ចំពោះស្បែកកៅអីគេគឺមាំហើយក្រាស់មែនតើបងក៏មានភាពធន់ទូលាយសម្រាប់ឲ្យបងសេរីកៅអីទៅមុខទៅក្រោយបានយ៉ាងងាយស្រួលអញ្ចឹងបងអាចកលេចមកមើលផ្នែកចង្គៀងខាងក្រោយវិញម្ដងផ្នែកចង្គៀងខាងក្រោយវិញណាក៏ទំនើបដែរបងចឹងដឹងថាទំនើបបែបណាមកទស្សនាបងប្អូនទាំងអស់គ្នាព្រោះផ្នែកខាងក្រោយហ្នឹងគឺចង្គៀងដូចពីមុនដែរបងក៏ប៉ុន្តែគឺមើលទៅវារៀងមាំជាងមុនរៀងក្រាស់ជាងមុនហើយចំពោះ logo គេគឺគេធ្វើបែប slate បែបហ្នឹងបងគឺវាអត់ដូចលើកមុនទេលើកមុនគឺមានលាយក្រហមលាយលឿងតែនេះគេធ្វើបែប slate សាមញ្ញមែនតើបងហើយចំពោះរថយន្តហ្នឹងគឺជាប្រភេទរថយន្តតួវែងណាបងគឺ Escalade តួវែងអស់ហើយអញ្ចឹងសម្រាប់បងដែលចង់បានទៅលើរថយន្តមួយគ្រឿងនេះបងអាចតាក់ទងមកបងឬមួយក៏អញ្ជើញមកមើលផ្ទាល់ដល់ខាងក្រុមហ៊ុន Havon Auto បានឡានថ្មីសេរីថ្មីឆ្នាំថ្មីតាក់ទងមកឥឡូវនេះខាងបងនឹងមានតម្លៃពិសេសអរគុណច្រើនជម្រាបលា